នៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូននៅ indicator មួយដែលមានឈ្មោះថា Bollinger Band អញ្ចឹងយើងចូលមកកន្លែងដាក់ indicator នេះវាពាក្យថា Bollinger Band DS នេះបងប្អូនអញ្ចឹងយើងចុចលើវាមកវាជាប់ហើយបងប្អូនចុចចូលសញ្ញាខ្វែងនេះវិញមកអញ្ចឹងវាលោតជាប់មកលើនេះហើយបងប្អូនយើងអាចសេរីបាន indicator នេះយើងអានេះគឺយើងលុបយើងចង់វាមានបន្ទាត់3យើងចង់ប្រើទាំង3ក៏បានយើងចង់លុបបន្ទាត់ក្តារកុំឲ្យញ៉ៃញ៉ៃក៏បាននេះលុបបន្ទាត់ក្តារអញ្ចឹងខ្ញុំប្រើទាំង3ខ្ញុំលុបដោះតែ background នេះចេញទេបងប្អូនកុំឲ្យវាបាំងអញ្ចឹងចុច OK មក indicator នឹងផងដែរគឺយើងគឺវាជំនួយក្នុងការ trade បើសិនបើ candlestick មកប៉ះបន្ទាត់ខាងក្រោមយើងរកឱកាសបាយជាក់ស្ដែងដូច candlestick នេះវាមកប៉ះបន្ទាត់ខាងក្រោមនេះចឹងយើងយកឱកាសបាយឡើងលើនៅពេលដែលវាប៉ះបន្ទាត់ខាងលើយើងរកឱកាស sell មកក្រោមវិញបើសិនបើ candlestick វានៅចំកណ្ដាលនៃខ្សែនេះបងប្អូនខ្សែក្តារនេះចឹងយើងរងចាំសិនអញ្ចឹងវាជំនួយក្នុងការយើងរកកន្លែងចូលបាយចូល sell ដែរ indicator ហ្នឹងគឺល្អបងប្អូនអញ្ចឹងយើងមើលត្រឡប់អតីតរបស់វាតិចទៅគឺដូចជាកន្លែងនេះបងប្អូននេះវាមកប៉ះបន្ទាត់ខាងក្រោមនេះហើយយើងរកឱកាសបាយឡើងលើរហូតបុកឡើងលើហ៊ូសវាអាចហ៊ូសមកបន្តិចបងប្អូនយើងមើល confirm អីផ្សេងថែមទៀតជាមួយនឹង indicator ហ្នឹងហ៎បុកមកក្រោមមកដល់ព្រមនេះវាឡើងទៅលើនេះវាមិនប៉ះស្អាតបងប្អូនប៉ះត្រឹមតខាងលើហ្នឹងរួចវាចុះក្រោមវិញអញ្ចឹងcandlestick ភាគច្រើនគឺវារត់នៅក្នុងប្រឡោះហ្នឹងបងប្អូនវាជំនួយយ៉ាងណា indicator ហ្នឹងអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរសូមអរគុណបងប្អូន